ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ពីការវាយប្រហារនៅទូទាំងប្រទេសដោយយន្តហោះគ្មានមនុស្សបើកវាយប្រហារទៅលើរោងចក្រសព្វាវុធរុស្ស៊ីនៅក្នុងតំបន់ថាំបៅយន្តហោះគ្មានមនុស្សបើកបានធ្វើការវាយប្រហារទៅលើរោងចក្ររុស្ស៊ីនៅក្នុងតំបន់ថាំបៅនៅព្រឹកព្រលឹមថ្ងៃទី6 ខែមិថុនានេះបញ្ចូលទៅតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរុស្ស៊ីការវាយប្រហារត្រូវបានគេរាយការណ៍ផងដែរនៅក្នុងតំបន់សារ៉ាតូវ ម៉ូស្គូ តូឡា តំបន់បេក្រូត និងតំបន់កាលូកាសារព័ត៌មាន Q Independent មិនអាចផ្ទៀងផ្ទាត់របាយការណ៍ទាំងនេះបានទេនៅពេលចុះផ្សាយរោងចក្រ JSC Progress Plan នៃទីក្រុង Michurin ក្នុងតំបន់ថាំបៅត្រូវបានចាប់ចេះពេញបញ្ចប់បណ្ដាលឲ្យព័ត៌មាន Telegram របស់រុស្ស៊ីបានរាយការណ៍ដោយដកស្រង់សម្ដីអ្នកស្រុកយន្តហោះគ្មានមនុស្សបើកចំនួន1គ្រឿងបានធ្វើការហោះបុករោងចក្របណ្ដាលឲ្យភ្លើងឆាបឆេះមន្ត្រីរុស្ស៊ីមិនទាន់ធ្វើការអធិប្បាយជុំវិញការវាយប្រហារនេះទេរោងចក្រ JSC Progress Plan ផលិតប្រព័ន្ធគ្រប់គ្រងអាកាសនិងមីស៊ីលបច្ចេកវិទ្យាខ្ពស់រួមជាមួយទៅនឹងឧបករណ៍សម្រាប់បំពង់បង្ហូរឧស្ម័ននិងប្រេងរោងចក្រនេះត្រូវបានគេរាយការណ៍ថាបានរងការវាយប្រហារកាលពីខែធ្នូឆ្នាំ2024នៅយប់ដដែលនោះហាងលក់ទំនិញរុស្ស៊ីបានរាយការណ៍ផងដែរថារោងចក្រចម្រាញ់ប្រេងមួយនៅក្នុងតំបន់សារ៉ាតូវបានរងការវាយប្រហារផងដែររោងចក្រ Crystal ដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អាកាសយានដ្ឋាន Juti Engel 2ត្រូវបានឆាបឆេះនៅក្នុងអណ្ដាតភ្លើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនបានធ្វើការកំណត់គោលដៅលើទីតាំងក្នុងការវាយប្រហារកន្លងមកអភិបាលខេត្តគឺលោក Vyacheslav Gladko បានអះអាងថារថភ្លើងមួយខ្សែបានក្រឡាប់នៅក្នុងតំបន់បេក្រូតបន្ទាប់ពីឧបករណ៍ផ្ទុះមួយត្រូវបានបំផ្ទុះនៅក្រោមផ្លូវរថភ្លើងលោកបានបន្តថាផ្លូវមួយផ្នែកបានរងការខូចខាតប៉ុន្តែមិនមានអ្នករងរបួសនោះទេនៅក្នុងរដ្ឋធានីរុស្ស៊ីអភិបាលក្រុងគឺលោក Sergei Sobyanin បានអះអាងថាអង្គភាពការពារដែនអាកាសបានធ្វើការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន10គ្រឿងដែលធ្វើដំណើរហោះឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូលោក Sobyanin បាននិយាយថាសេវាសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងនៃបំណែកដែលបានធ្លាក់នោះប៉ុន្តែមិនមានព័ត៌មានទាក់ទងនឹងការខូចខាតណាមួយឡើយចំណែកអភិបាលនៃតំបន់កាលូកាគឺលោក Vladislav Shepsa បានរាយការណ៍ថាយន្តហោះគ្មានមនុស្សបើកចំនួន5គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់នេះដែលធ្វើឲ្យខូចខាតដល់រថយន្តនៅក្នុងតំបន់តូឡាអង្គភាពការពារដែនអាកាសតាមសេចក្តីរាយការណ៍បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន2គ្រឿងយោងទៅតាមអភិបាលខេត្តគឺលោក Dmitry Meliev មានមនុស្សចំនួន3នាក់បានរងរបួសការវាយប្រហារតាមសេចក្តីរាយការណ៍បានកើតឡើងនៅយប់ដដែលដែលរុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលទ្រង់ទ្រាយធំមួយទៀតប្រឆាំងទៅនឹងអ៊ុយក្រែនការវាយប្រហារនេះបានសម្លាប់មនុស្សចំនួន4នាក់នៅក្នុងទីក្រុងគៀវហើយបណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួសនិងការខូចខាតដល់ទីក្រុងនានានៅភាគខាងលិចនៃប្រទេសអ៊ុយក្រែនដែលនៅឆ្ងាយពីជួរមុខនៅពេលដែលការចរចាសន្តិភាពបានជប់គៀងហើយរុស្ស៊ីបានបដិសេធមិនទទួលយកបទឈប់បាញ់សង្គ្រាមកាន់តែកើនឡើងរុស្ស៊ីបានបង្កើនការវាយប្រហារតាមផ្លូវអាកាសទៅលើទីក្រុងនានារបស់អ៊ុយក្រែនកាលពីចុងខែឧសភាដែលបានបើកការវាយប្រហារយ៉ាងខ្លាំងបំផុតមួយចំនួននៃសង្គ្រាមទ្រង់ទ្រាយធំក្នុងរយៈពេល3យប់ជប់គ្នាតែជាងមួយសប្តាហ៍ក្រោយមកប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមប្រតិបត្តិការ Spiderweb ដែលជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំដែលបានរាយការណ៍ថាបានបំផ្លាញយន្តហោះយូធីរុស្ស៊ីចំនួន41គ្រឿងប៉ុន្មានថ្ងៃមកនេះអ៊ុយក្រែនបានបន្តកំណត់គោលដៅទៅលើទ្រព្យសម្បត្តិយូធីរុស្ស៊ីដែលសំខាន់ដោយបើកការវាយប្រហារប្រឆាំងទៅនឹងមូលដ្ឋានមីស៊ីលនិងស្ពានគ្រីមៀចំណែកយោធានិងមន្ត្រីអ៊ុយក្រែនក៏បាននិយាយផងដែរថារុស្ស៊ីមានផែនការកាន់កាប់អ៊ុយក្រែននៅភាគខាងកើតនៃទីក្រុងឌីនីប្រូរុស្ស៊ីមានបំណងកាន់កាប់ទឹកដីអ៊ុយក្រែនទាំងអស់នៅភាគខាងកើតនៃទន្លេឌីនីប្រូហើយឆ្ពោះទៅកាន់ទីក្រុងអូដេសានិងទីក្រុងមីកូឡៃនៅក្នុងផែនការដ៏ធំមួយដើម្បីផ្ដាច់ការចូលរបស់អ៊ុយក្រែនទៅកាន់សមុទ្រខ្មៅនេះបញ្យោងតាមការបញ្ជាក់របស់អគ្គសាធិការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គឺលោក Paulo Palisa បាននិយាយនៅក្នុងសារព័ត៌មាន Politico នៅថ្ងៃទី6 ខែមិថុនាការកត់សម្គាល់នេះកើតឡើងចំពេលដែលមានការបន្តការវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើតនិងភាគខាងជើងនៃប្រទេសអ៊ុយក្រែនរួមជាមួយទៅនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដែលមិនទាន់បានទទួលបទឈប់បាញ់
ជងទៅតាមទីភ្នាក់ងារស៊ើបការយោធារបស់អ៊ុយក្រែនហៅកាត់ថា AUR ទីក្រុងមូស្គូសង្ឃឹមថានឹងដណ្ដើមយកតំបន់ Donetsk និងតំបន់ Luhansk ទាំងមូលនៅរដូវស្លឹកឈើជ្រុះនេះនឹងបង្កើតតំបន់ការពារមួយតាមបណ្ដោយព្រំដែនភាគខាងជើងនៃប្រទេសអ៊ុយក្រែនជាមួយទៅនឹងប្រទេសរុស្ស៊ីដំណាក់កាលទី2នៃផែនការនេះស្រមៃមើលការទទួលបានទឹកដីដ៏មានមហិច្ឆតាបន្ថែមទៀតរួមទាំងការឈានដល់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនក្នុងគោលបំណងកាត់ផ្តាច់ប្រទេសចេញពីសមុទ្រជាអកុសលពួកគេមិនបាននិយាយអំពីសន្តិភាពនោះទេពួកគេកំពុងរៀបចំសង្គ្រាមនេះគឺជាប្រសាសន៍របស់លោកផាលីសាបាននិយាយនៅក្នុងអំឡុងសន្និសីទសារព័ត៌មានទៅកាន់ស្ថានទូតអ៊ុយក្រែននៅក្នុងទីក្រុង Washington ការព្រមាននេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបានបង្ហាញអ៊ុយក្រែននៅអ្វីដែលហៅថាជាអនុសារណៈសន្តិភាពអំឡុងពេលការចរចាជុំទី2នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី2ខែមិថុនាឯកសារដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី TASS បានទាមទារឲ្យទីក្រុងគៀវទទួលស្គាល់ការអះអាងរបស់រុស្ស៊ីនៅការបញ្ចូលតំបន់ចំនួន4របស់អ៊ុយក្រែនគឺតំបន់ Kherson តំបន់ Donetsk តំបន់ Zaporizhzhia និងតំបន់ Luhansk ហើយដកខ្លួនចេញទាំងស្រុងពីតំបន់នេះទីក្រុងមូស្គូក៏បានអំពាវនាវឲ្យមានការចល័តទ័ពអ៊ុយក្រែននិងបំរាមជាផ្លូវការទៅលើសមាជិកភាពអង្គការ NATOក្នុងអំឡុងកិច្ចពិភាក្សាគណៈប្រតិភូអ៊ុយក្រែនបានដាក់សំណើដាច់ដោយឡែកមួយទៀតដោយអំពាវនាវឲ្យមានការផ្លាស់ប្តូរអ្នកទោសទាំងអស់ការវិលត្រឡប់នៃកុមារអ៊ុយក្រែនដែលត្រូវបានចាប់ពង្រត់និងការដោះលែងជនស៊ីវិលដែលបានជាប់ឃុំឃាំងនៅរុស្ស៊ីទីក្រុងគៀវក៏បានបញ្ជាក់ជាថ្មីនៅការអំពាវនាវរបស់ខ្លួនឲ្យមានបទឈប់បាញ់រយៈពេល30ថ្ងៃដែលគ្រប់គ្រងដោយប្រទេសលោកខាងលិចជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគតសំណើទីក្រុងមូស្គូបានច្រានចោលម្ដងទៀតថ្នាក់ដឹកនាំយោធារបស់អ៊ុយក្រែនបានព្រមានថាកងកម្លាំងរុស្ស៊ីកំពុងរៀបចំសម្រាប់ការវាយលុកនៅរដូវក្តៅដ៏សំខាន់មួយនៅក្នុងតំបន់ Donetsk ដែលជាកន្លែងការវាយប្រហារប្រចាំថ្ងៃបានបន្តចាប់តាំងពីឆ្នាំ2022ថ្មីបើទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរក៏ដោយក៏ទាហានរុស្ស៊ីកំពុងឈានទៅមុខតាមរយៈការវាយប្រហាររលកដ៏ធំដែលទទួលបានត្រឹមតែរាប់សិបម៉ែត្រប៉ុណ្ណោះក្នុងមួយថ្ងៃយោងទៅតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកហៅកាត់ថា CSIS បច្ចុប្បន្នទីក្រុងមូស្គូកាន់កាប់ប្រហែលជា 20% នៃទឹកដីអ៊ុយក្រែនទាំងមូលនៅយប់ថ្ងៃទី6ខែមិថុនារុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងទៅនឹងអ៊ុយក្រែនក្នុងអំឡុងពេលនៃការវាយលុកកងកម្លាំងរុស្ស៊ីបានប្រើប្រាស់មីស៊ីលនិងដ្រូន UAV ដោយសារការវាយប្រហារទៅលើទីក្រុងគៀវគំទេចគំទីពីគោលដៅតាមផ្លូវអាកាសត្រូវបានកត់ត្រាក្នុងស្រុកមួយចំនួននៅក្នុងរដ្ឋធានីអគារខ្ពស់ៗហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដីនិងស្ថានីយ៍ប្រេងឥន្ធនៈមួយត្រូវរងការខូចខាតគិតមកត្រឹមម៉ោង 6:30 នាទីព្រឹកសេចក្តីរាយការណ៍បានឲ្យដឹងថាមនុស្សចំនួន4នាក់បានស្លាប់និង20នាក់ផ្សេងទៀតរងរបួសនៅយប់នោះទីក្រុងបានរួចរស់រានមានជីវិតពីការវាយប្រហារដ៏ធំបំផុតមួយចាប់តាំងពីការចាប់ផ្ដើមនៃការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីមកគ្រឿងបរិក្ខារឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធត្រូវរងផលប៉ះពាល់វាក៏មានបញ្ហាជាមួយទៅនឹងការផ្គត់ផ្គង់ថាមពលផងដែរ